បាទសូមស្វាគមន៍លោកនៅមកកាន់កម្មវិធី Idea Talk នៃសារព័ត៌មាន Cambodia Daily នៅក្នុងរាត្រីនេះវាគ្មិនរបស់យើងគឺលោកលោកម៉ែណាតប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាហើយលោកនឹងចូលរួមពិភាក្សាទៅលើប្រធានបទស្ដីអំពីរឿងរ៉ាវជុំវិញការប្លន់អតីតអ្នកអង្គការហេសធីពីប្រទេសរុស្ស៊ីប្រសិនបើលោកអ្នកនាងមានសំណួរឬយោបល់សូមសរសេរនៅក្នុងប្រអប់ comment ខាងក្រោមនៃកម្មវិធីផ្សាយរបស់យើងតាមអាសយដ្ឋាន www.facebook.com/withoutfearorfavorkh បាទជំរាបសួរលោកម៉ែណាតបាទសូមឥឡូវនេះយើងបានភ្ជាប់លោកម៉ែណាតហើយបាទជំរាបសួរលោកសាដានិងបាទលោកម៉ែណាតសូមបាទសូមប្រើកាមេរ៉ាផ្ដេកបាទលោកម៉ែណាតផ្ដេកតើលោកសាដាបាទសូមអញ្ចឹងសូមទាញកាមេរ៉ាឡើងលើបន្តិចបាទលោកម៉ែណាតបាទយើងឃើញតែត្រឹមពុកមាត់ទេបាទនៅពេលនេះបាទប៉ុណ្ណឹងបាទបាទសូមអរគុណច្រើនលោកម៉ែណាតលោកម៉ែណាតដឹងស្រាប់ហើយថាកាលពីថ្ងៃទី24ខែឧសភាបាទអតីតអ្នកអង្គការហេសធីត្រូវបានរដ្ឋាភិបាលខ្មែរបញ្ជូនពីប្រទេសរុស្ស៊ីទៅដល់ប្រទេសកម្ពុជាវិញហើយក្រោមការធ្វើបដិសេធប័ណ្ណរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលជាការអនុវត្តនៃការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញពីបទគំរាមកំហែងហែកគេមានស្ថានទម្ងន់ទោសទោះជាយ៉ាងណាក៏ដោយមេធាវីអន្តរជាតិការពារក្តីឲ្យលោកហេសធីអ្នកស្រីដារីយ៉ារ៉ូដេនកូធ្លាប់អះអាងថាលោកហេសធីមិនបានប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះនៅលើទឹកដីរុស្ស៊ីនិងនៅលើទឹកដីកម្ពុជាខណៈការចោទប្រកាន់លើរូបលោកគឺជារឿងនយោបាយតែប៉ុណ្ណោះលោកម៉ែណាតតើការបញ្ជូនអតីតអ្នកអង្គការហេសធីទៅកម្ពុជាមានភាពប្រក្រតីមិនប្រក្រតីកម្រិតណាដែលត្រូវតាមការមើលឃើញរបស់លោកពីចម្ងាយបាទអរគុណច្រើនលោកសារដានិងប្រិមិត្ត The Cambodia Daily ថ្ងៃនេះរីករាយណាស់យើងជួបគ្នាទៀតហើយសំណុំរឿងលោកហេសធីជាសំណុំរឿងនយោបាយលោកហេសធីគួរក៏បីដែលត្រូវបានទទួលការលើកទឹកចិត្តមែនទែនណាលោកសាដាបាទដោយសារគាត់ទម្លាយរឿងអាស្រូវរបស់ពួកអ្នកធំខ្មែរដែលប្រព្រឹត្តអំពើពុករលួយជុំវិញរឿងរុស្ស៊ីឧក្រិដ្ឋកម្មអនឡាញហើយក្នុងនោះមានលោកហ៊ុនតូដែលជាសាច់ញាតិបង្កើតរបស់លោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីសប្តាហ៍ថ្ងៃហ្នឹងមួយទៅហើយដំណើរដើមទងដែលនាំឲ្យមានការចាប់ខ្លួនលោកហេងសុធីមានពាក់ព័ន្ធនឹងរឿងមន្ត្រីធំ3 4នាក់ទៀតមានលោករដ្ឋមន្ត្រីសសុខានៃក្រសួងមហាផ្ទៃលោកអគ្គមេបញ្ជាការប៉ូលីសសថេតអតីតអភិបាលខេត្តព្រះសីហនុលោកគួចចម្រើននិងរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពសពថ្ងៃលោកកើតរិទ្ធមនុស្សទាំងអស់នឹងហើយដែលនៅក្នុងអ្វីដែលលោកហេងសុធីធ្លាប់បានទម្លាយថាមានពាក់ព័ន្ធនឹងបទអក្រិតខុបខិតពុករលួយជាមួយពួកអក្រិតជនអនឡាញបាទហើយមេអក្រិតជនអនឡាញធំជាងគេនៅក្នុងរឿងហ្នឹងយើងដឹងទាំងអស់គ្នាគឺលោកហ៊ុនតូដែលខ្ញុំជម្រាបជូនបាញ់មិញហ្នឹងម្ល៉េះហើយលោកហ៊ុនតូប្តឹងសំណុំរឿងហ្នឹងចូលតុលាការទីក្រុងភ្នំពេញហើយតុលាការទីក្រុងភ្នំពេញក្រសួងយុទ្ធភ័ពក្រសួងមហាផ្ទៃនិងក្រសួងការបរទេសនៃប្រទេសកម្ពុជាបានបញ្ជូនសំណុំឯកសារទៅកាន់ប្រទេសតាមចាប់ខ្លួនលោកហេងសុធីតាំងពីខែធ្នូឆ្នាំ2024ម្លេះបាទរួចទៅលោកហេងសុធីត្រូវបានតុលាការសំទោសត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួនបាននៅពាក់កណ្ដាលខែមករាឆ្នាំ2025បាទនៅពេលដែលគាត់ឆ្លងទៅកាន់តំបន់ព្រំដែននៃប្រទេសរុស្ស៊ីហ្នឹងអញ្ចឹងណាលោកសាដាបាទអញ្ចឹងដំណើរដើមតងនេះដែលនាំឲ្យមានការចាប់ខ្លួនលោកហេងសុធីតាមពិតវាមានពាក់ព័ន្ធដូចខ្ញុំបញ្ជាក់ជូននោះមានពាក់ព័ន្ធនឹងអក្រិតកម្មអនឡាញដែលបើកកកាយអំពីសាច់ញាតិរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាសប្តាហ៍ថ្ងៃហ្នឹងហើយនឹងពួកមន្ត្រីធំនៃប្រទេសកម្ពុជាដែលខុបខិតគ្នាស៊ីសំណូកសុប៉ាន់ជាមួយនឹងពួកអក្រិតជនអនឡាញនៅប្រទេសកម្ពុជាដែលមានជនជាតិចិនហ្នឹងជាអ្នកប្រព្រឹត្តផ្ទាល់អញ្ចឹងលោកសាដាណាបាទរឿងនេះវាជារឿងនយោបាយវាជារឿងបើលោកបើនិយាយពីចំពោះលោកហេងសុធីគាត់គ្រាន់តែប្រើសិទ្ធិសេរីភាពដើម្បីបញ្ចេញមតិយោបល់ហើយគាត់គ្រាន់តែ
និយាយឲ្យខ្លីទៅជាសាក់សីនៅក្នុងរឿងហ្នឹងតាមពិតណាលោកសាដាគាត់គួរណាស់តែត្រូវបានជាសាក់សីហើយត្រូវបានលើកទឹកចិត្តដើម្បីវេកមុខពួកដែលមន្ត្រីនិងពួកក្រិតជនផ្សេងៗទៀតដែលប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជាហើយរដ្ឋាភិបាលកម្ពុជាគួរណាស់តែបើកការស៊ើបអង្កេតដោយយុត្តិធម៌ទៅលើពួកដែលលោកហេងសុធីចង្អុលបង្ហាញហ្នឹងណាតែផ្ទុយទៅវិញបែរទៅជាលោកហេងសុធីរងគ្រោះអំពីការចោទប្រកាន់វាយបកត្រឡប់មកវិញថាគាត់ហ្នឹងជាអ្នកបរិហាគេរដ្ឋាភិបាលជាអ្នកបរិហាគេពួកមន្ត្រីរដ្ឋាភិបាលអញ្ចឹងណាលោកសាដាហ្នឹងជារឿងអយុត្តិធម៌សម្រាប់គាត់ហើយក្នុងរឿងហ្នឹងបាទអរគុណច្រើនលោកម៉ែណាតតើលោកគិតថាការបញ្ជូនលោកហេងសុធីទៅកាន់ប្រទេសកម្ពុជាវិញនេះលោកគិតថាវានឹងបង្កនៅអសវត្ថភាពកម្រិតណាដែរនៅពេលដែលវត្តមានរបស់គាត់នៅស្ថិតនៅក្នុងមន្ទីរឃុំឃាំងព្រៃសរបាទយើងមើលទៅលោកហេងសុធីគាត់គ្មានជំរឿសអីទេសប្តាហ៍ថ្ងៃហ្នឹងបើគេតម្រូវឲ្យគាត់សុំទោសលោកហ៊ុនតូគាត់ត្រូវតែសុំទោសហើយបើគេតម្រូវឲ្យសុំទោសរដ្ឋមន្ត្រីក្រសួងយុតិធធឬក៏រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាត់ត្រូវតែសុំទោសដើម្បីគាត់អាចរួចពីទោសទណ្ឌមួយចំនួនដែលគេធ្វើទរណកម្មអយុត្តិធម៌នៅក្នុងពន្ធនាគារលោកសាដាបាទហើយសំណុំរឿងលោកហេងសុធីមិនខុសពីសំណុំរឿងលោកហេងពៅទេលោកសាដាកាលពីឆ្នាំ2006លោកហេងពៅរត់មកដល់ប្រទេសសិង្ហបុរីហើយនិងម៉ាឡេស៊ីពេលនោះលោកហុកឡុងឌីគាត់ជាអគ្គមេប៉ូលីសជាតិហ្នឹងតាមយកលោកហេងពៅត្រឡប់ទៅប្រទេសកម្ពុជាវិញហើយដាក់ទោសទណ្ឌមកដល់រហូតមកដល់សប្តាហ៍ថ្ងៃបាទប៉ុន្តែបើគាត់ថាទោសទណ្ឌលោកហេងពៅហ្នឹងដូចថាជាប់គុកនៅក្នុងវិមានមួយនៃប្រទេសកម្ពុជាហ្នឹងមិនមែនជាប់គុកដូចអ្នកដតីទៀតទេបាទអញ្ចឹងលោកសាដាបាទហើយលោកហេងសុធីទំនងគេដាក់អញ្ចឹងដែរពីព្រោះសំណុំរឿងលោកហេងសុធីហ្នឹងវាមានលក្ខណៈស្តៀងគ្នានឹងសំណុំរឿងលោកហេងពៅវាគ្រាន់ថាកាលពីឆ្នាំ2006វាលោកហេងពៅធ្វើតែមួយរឿងឯងពាក់ព័ន្ធនឹងរឿងសំណុំរឿងពេលស៊ីពីលហើយនឹងបាទឬសំណុំរឿងបច្ចេកអំណាចនៅក្នុងជួរប៉ូលីសនៅក្នុងជួររដ្ឋាភិបាលហ្នឹងជំនាន់ហ្នឹងដោយចំណែកឯលោកហេងសុធីហ្នឹងរឿងរបស់គាត់វាពាក់ព័ន្ធនឹងទំនាស់ពាណិជ្ជកម្មទំនាស់នៃការរស់ស៊ីរវាងក្រុមគ្រួសារហ៊ុនជាមួយនឹងគាត់អញ្ចឹងលោកសាដាអញ្ចឹងហើយបានថាក្នុងរឿងនេះលោកហេងសុធីក៏អត់មានជំរឿសអីទេមកដល់បច្ចុប្បន្នហ្នឹងគាត់មិនអាចការពារស្មារតីរបស់គាត់បានពេញលេញដោយដែលគាត់និយាយនៅក្នុងប្រទេសរុស្ស៊ីបានទេបាទលោកម៉ែណាតលោកដឹងស្រាប់ហើយថាមានព័ត៌មានខ្លះបានឲ្យដឹងថាចំណុចដែលធ្វើឲ្យលោកហេងសុធីចេញវាយប្រហារលោកហ៊ុនតូហ្នឹងគឺដោយសារតែលោកហ៊ុនតូហ្នឹងបានយកដីរបស់គាត់នៅតំបន់រៀមហ្នឹងប្រហែលជាតម្លៃជាង$250 លាននោះចំណែកដីមួយទៀតនៅលើកោះសម្ោចហ្នឹងក៏មានដីទ្រព្យសម្បត្តិរបស់គាត់ដែរត្រូវបានក្រុមគ្រួសារតកូលហ៊ុនហ្នឹងធ្វើស៊ីទាំងអស់ហើយដូច្នេះហើយបានធ្វើឲ្យលោកហេងសុធីហ្នឹងគឺដូចថាខឹងនឹងលោកហេងតូលោកហ៊ុនតូដែលនាំឲ្យលោកហេងសុធីហ្នឹងធ្វើការបកអាក្រាតទៅលើអ្វីដែលលោកហ៊ុនតូបានធ្វើបាទចំណុចទាំងអស់នេះលោកគិតថាបើសិនជាមានករណីនេះមែនថាតើគេគួរតែមានការស៊ើបអង្កេតបែបណាបាទលោកម៉ែនអាតមុននឹងធ្វើការចាប់ខ្លួនដូចនេះដូចខ្ញុំបញ្ជាក់ជូនខាងដើមនេះលោកសាដារឿងករណីការបញ្ចេញព័ត៌មានពីទំនាស់ពាណិជ្ជកម្មរវាងលោកហ៊ុនតូហើយនិងលោកហេងសុធីព្រមទាំងពួកក្រិតជនរុស្ស៊ីអនឡាញនៅប្រទេសកម្ពុជាដែលលោកហេងសុធីបញ្ចេញព័ត៌មានហ្នឹងណាគួរតែត្រូវបានស៊ើបអង្កេតដោយយុត្តិធម៌ហ្នឹងតែយើងទៅស៊ើបអង្កេតដោយយុត្តិធម៌ពីណាមកនៅប្រទេសកម្ពុជាហ្នឹងបើក្រុមគ្រួសារហ៊ុនហ្នឹងគាត់មិនដែលយកប្រព័ន្ធយុត្តិធម៌យកច្បាប់របស់ប្រទេសហ្នឹងយកទៅដាក់ក្នុងភ្នែកដើម្បីអនុវត្តឲ្យបានត្រឹមត្រូវផងហ្នឹងអញ្ចឹងណាអញ្ចឹងសពថ្ងៃហ្នឹងលោកហេងសុធីគាត់រងគ្រោះទ្វេគុណរងគ្រោះទី1គឺរងគ្រោះដោយសារការរំលោភបំពានពីលោកហ៊ុនតូដោយលោកសាដាលើកឡើងបាញ់មិញអញ្ចឹងអាហ្នឹងវាជាការរងគ្រោះមួយហើយ
ហើយដល់ពេលបច្ចុប្បន្នហ្នឹងគាត់រងគ្រោះមកតង់ទៀតគាត់ចង់បានយុត្តិធម៌ពីលោកហ៊ុនសែនពីលោកហ៊ុនម៉ាណែតតែត្រូវបានរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងដាក់ទោសគាត់បន្ថែមមួយទៀតគឺបរិហាគេរដ្ឋាភិបាលឃើញទេអញ្ចឹងទោសគាត់ឡើងទ្វេគុណដូច្នេះវាអយុត្តិធម៌សម្រាប់គាត់ហើយក្នុងរឿងហ្នឹងណាបាទលោកម៉ែណាតលោកដឹងស្រាប់ហើយថាមាត្រា3នៃសន្ធិសញ្ញាគំរូរបស់អង្គការសហប្រជាជាតិស្ដីពីការធ្វើបច្ចុប្បន្នបានចែងថាការធ្វើបច្ចុប្បន្នមិនត្រូវបានអនុញ្ញាតប្រសិនបើបុគ្គលដែលត្រូវបានស្នើសុំឲ្យធ្វើបច្ចុប្បន្នអាចពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មហើយការធ្វើបច្ចុប្បន្នអាចនឹងត្រូវបានបដិសេធប្រសិនបើរដ្ឋដែលត្រូវបានស្នើសុំចាត់ទុកថាបទល្មើសដែលត្រូវស្នើឲ្យមានការធ្វើបច្ចុប្បន្នមានពាក់ព័ន្ធនឹងរឿងនយោបាយឬយោធារដ្ឋដែលត្រូវបានស្នើឲ្យធ្វើបច្ចុប្បន្នត្រូវបដិសេធសំណើសុំធ្វើបច្ចុប្បន្នប្រសិនបើរដ្ឋដែលធ្វើការស្នើសុំមានការកាត់ទោសប្រហារជីវិតចំពោះបទល្មើសលុះត្រាតែមានការធានាថាមិនមានការអនុវត្តការកាត់ទោសប្រហារជីវិតក្នុងករណីបែបនេះសេចក្តីសម្រេចថាមិនធ្វើបច្ចុប្បន្នមានលក្ខណៈស្របច្បាប់បើយោងតាមមាត្រានៃច្បាប់នេះការធ្វើបច្ចុប្បន្នលោកហេងសុធីទៅកម្ពុជាវិញអាចចាត់ទុកថាមេដឹកនាំរុស្ស៊ីនិងកម្ពុជានឹងគឺថាត្រូវរើគ្នាសហការគ្នាក្នុងការប្លន់យកលោកហេងសុធីជាជាងការធ្វើតាមនីតិវិធីរបស់ច្បាប់ទាំងច្បាប់អន្តរជាតិនិងច្បាប់ជាតិដែរទេលោកម៉ែណាតមុននឹងលើកបញ្ហាបច្ចុប្បន្ននេះខ្ញុំលើកដំណើរដើមតួងបន្តិចពាក់ព័ន្ធនឹងលោកហេងសុធីបាទលោកហេងសុធីនៅពេលដែលគាត់បានមកដល់ប្រទេសស្វីសខ្ញុំធ្លាប់មានយោបល់ដែរប៉ុន្តែកាលហ្នឹងខ្ញុំបានសួរលោកសារាដាមិនលើបណ្ដាញសារព័ត៌មានមិនលើអនឡាញទេសួរថាធ្លាប់បានតំណែងលោកហេងសុធីមានតំណែងអីចឹងណាបាទហើយថាលោកសារាដាឆ្លើយថាអត់មានទេហើយកាលហ្នឹងខ្ញុំចង់ផ្ដល់យោបល់ថាលោកហេងសុធីនៅពេលដែលរដ្ឋាភិបាលកម្ពុជាហ្នឹងមិនទាន់ររឿងផ្លូវការអញ្ចឹងគាត់សុំសិទ្ធជ្រកកោននយោបាយឲ្យហើយទៅពីព្រោះអីនៅពេលដែលរដ្ឋាភិបាលកម្ពុជាមិនទាន់ដកសិទ្ធយើងសុំសិទ្ធឲ្យហើយនៅពេលនោះយើងអាចប្រើសិទ្ធជាជនភៀសខ្លួននយោបាយដើម្បីជ្រកកោនបដិសន្ននៅក្នុងប្រទេសដែលយើងចង់ជ្រកកោនដូចជានៅស្វីសនៅបារាំងឬក៏នៅប្រទេសអឺរ៉ុបខាងលិចដូចអាល្លឺម៉ង់អង់គ្លេសឬក៏ន័រវេហ្វាំងឡង់ស៊ុយអែតដាណឺម៉ាកជាដើមហ្នឹងលោកសាដាបាទអាចដាក់សុំសិទ្ធទៅយើងអាចទទួលការធានាបានពីប្រទេសដែលយើងសុំសិទ្ធហ្នឹងនៅពេលដែលយើងអត់សុំសិទ្ធហើយយើងប្រើប៉ាសពតកម្ពុជានេះប្រើប៉ាសពតហ្នឹងថ្ងៃណាមួយប៉ាសពតហ្នឹងត្រូវបានគេដកហូតណារដ្ឋាភិបាលកម្ពុជាគេឲ្យក្រសួងការបរទេសកម្ពុជាប្រកាសនារីកប៉ាសពតយើងចោលទៅអញ្ចឹងទៅយើងប្រឈមនឹងការបញ្ជូនមកប្រទេសដើមវិញអាហ្នឹងជាបញ្ហានេះហើយបងប្អូនអ្នកនយោបាយខ្មែរច្រើនជាពិសេសគណៈបកមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិកាលពីឆ្នាំ2017ហ្នឹងធ្លាប់មានរឿងហ្នឹងហើយហើយរដ្ឋាភិបាលលុបប៉ាសពតពួកគាត់នឹងចោលប៉ុន្តែដោយសារអីគាត់មិនត្រូវបានបញ្ជូនទៅខ្មែរវិញដោយសារអីគាត់មានប៉ាសពតសញ្ជាតិបារាំងប៉ាសពតសញ្ជាតិអាមេរិកទៅអញ្ចឹងគាត់មិនត្រូវបានអ្នកណាប៉ះពាល់គាត់ទេរដ្ឋាភិបាលកម្ពុជាលុបប៉ាសពតខ្មែរតែមិនអាចលុបប៉ាសពតបារាំងឬអាមេរិកបានទេអញ្ចឹងលោកសាដាបាទតែដោយឡែកលោកហេងសុធីគាត់អត់ដែលមានសញ្ជាតិដតីម្ល៉េះហើយកាលណារដ្ឋាភិបាលកម្ពុជាធ្វើនារីកលិខិតឆ្លងដែនគាត់ហើយគឺចប់អត់មានជំរឿសអីថ្មីទេអញ្ចឹងគាត់ត្រូវតែប្រឈមអាហ្នឹងក្នុងន័យនេះខ្ញុំចង់អំពាវនាវដល់បងប្អូនខ្មែរដែលអ្នកតូចអ្នកតាចឬក៏អ្នកមានឬពួកអុកញ៉ាទាំងឡាយដែលបានស្ដាប់ daily នៅថ្ងៃនេះថ្ងៃក្រោយសិក្សាទៅដើម្បីកុំឲ្យមានរឿងសៅមងដោយករណីលោកហេងសុធីហ្នឹងវាយើងមានការសោកស្ដាយរឿងហ្នឹងលោកសាដាបាទហ្នឹងមួយទៅហើយទី2បញ្ហាបច្ចុប្បន្ននេះតាមច្បាប់អន្តរជាតិវាជាការពិតហើយត្រូវហើយគឺមិនត្រូវបានបញ្ជូនលោកហេងសុធីនឹងត្រឡប់ទៅតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាទេព្រោះបច្ចុប្បន្ននេះតម្រាំតែគេទទួលស្គាល់ថាអ្នកនឹងជាអក្រិតជនមែនទែនដោយតែការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជានឹងក៏ត្រូវមានការស៊ើបអង្កេតដែរហើយរឿងនេះខ្ញុំសូមលើកឧទាហរណ៍
រឿងខ្ញុំផ្ទាល់កាលពីឆ្នាំ2005ហ្នឹងដូចគ្នាអញ្ចឹងនៅពេលដែលយើងរត់ភៀសខ្លួនមកដល់ប្រទេសថៃជំនាន់នោះយើងអត់បានប្រើប៉ាសពតផ្ទាល់ខ្លួនទេលិខិតឆ្លងដែនរបស់ខ្ញុំដែលមានក្នុងខ្លួនហ្នឹងប្រើអត់បានកាលណាយើងប្រើគឺអាជ្ញាធរថៃចាប់ខ្លួនយើងត្រឡប់ទៅវិញអញ្ចឹងមាននយោបាយមួយទៀតគឺយើងប្រើឯកសាររបស់អង្គការសហជីវជាតិដែលគេផ្ដល់ឲ្យជាបដិសន្ធយើងប្រើអាហ្នឹងទៅហើយយើងលាក់ឃុំខ្លួនលាក់ខ្លួននៅទីទួលសុវត្ថិភាពទៅហើយយើងត្រូវសហការជាមួយអង្គការសហជីវជាតិនិងអង្គការសិទ្ធិមនុស្សដើម្បីការពារសុវត្ថិភាពខ្លួនឯងអញ្ចឹងលោកសាដាចាជំនាន់ហ្នឹងរដ្ឋាភិបាលកម្ពុជាក៏ធ្វើបច្ចុប្បន្នជាមួយនឹងរដ្ឋាភិបាលលោកថាក់ស៊ីនដែរដើម្បីសុំបញ្ជូនយើងត្រឡប់ទៅវិញតែអង្គការសហជីវជាតិនិងអង្គការសិទ្ធិមនុស្សអន្តរជាតិធ្វើការតស៊ូមតិជាមួយនឹងរដ្ឋាភិបាលថៃដើម្បីការពារយើងថាយើងហ្នឹងមិនមែនជាអក្រិតជនដោយការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជាទេអញ្ចឹងរដ្ឋាភិបាលថៃកាលជំនាន់ហ្នឹងបើទោះបីជាមានការជិតដិតជាមួយលោកហ៊ុនសែនក៏ដោយក៏ពិបាកនៅក្នុងការបកស្រាយដែរអញ្ចឹងលោកសាដាអញ្ចឹងដូចគ្នាអញ្ចឹងបើករណីលោកហេងសុធីនេះបើសិនជាគាត់មិននៅក្នុងប្រទេសរុស្ស៊ីខ្ញុំគិតថាប្រទេសដទៃដូចជានៅបារាំងដូចជានៅស្វីសអីហ្នឹងគេអាចជួយការពារគាត់បានដែរគេនឹងមិនបញ្ជូនគាត់ទៅប្រទេសកម្ពុជាវិញទេទោះបីរដ្ឋាភិបាលស្វីសឬរដ្ឋាភិបាលបារាំងចាប់ខ្លួនដាក់គុកអីក៏ដោយកាលណាគាត់ខុសច្បាប់ជាការពិតគាត់ចាប់គេអាចចាប់ដាក់គុកបដិសន្ធហើយគេសម្រួលការងារតាមឯកសារតាមរយៈអង្គការសិទ្ធិមនុស្សអន្តរជាតិដូចជា Human Rights Watch ដូចជាអង្គការសហជីវជាតិអីហ្នឹងគេនឹងដុតដៃដុតជើងធ្វើកិច្ចការរឿងហ្នឹងណាលោកសាដាបាទហើយគេនឹងមិនបញ្ជូនទេបាទគេមិនបញ្ជូនទេហើយគេនឹងអាចតម្រូវឲ្យលោកហេងសុធីហ្នឹងសុំសិទ្ធិជ្រកកោននយោបាយដែរពីព្រោះបញ្ហាលោកហេងសុធីកាលណាបញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញគឺគាត់នឹងរងគ្រោះអយុត្តិធម៌ដូចខ្ញុំបានបញ្ជាក់ជូនខាងដើមហ្នឹងបាទអញ្ចឹងគេមិនបញ្ជូនទេតាមច្បាប់អន្តរជាតិតែផ្ទុយទៅវិញប្រទេសរុស្ស៊ីត្រូវការមុខមាត់ទំនាក់ទំនងល្អជាមួយកម្ពុជាព្រោះប្រទេសដែលមានគំនិតផ្ដាច់ការដូចគ្នាហើយកម្ពុជាក៏គ្រប់គ្រងចិនណាចិនក៏គ្រប់គ្រងរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែនអញ្ចឹងហើយប្រព័ន្ធទំនាក់ទំនងនយោបាយការទូតអីអស់នេះវាត្រូវរៅគ្នាណាស់ម្ល៉េះហើយរុស្ស៊ីអត់ខ្វល់អំពីច្បាប់អន្តរជាតិទេអត់ស្គាល់ច្រើនទេគឺអ្វីដែលកម្ពុជាស្នើបានគឺសហការបានគឺសហការហើយទីបំផុតគឺបញ្ជូនលោកហេងសុធីដល់ប្រទេសកម្ពុជាតាមការស្នើសុំរបស់កម្ពុជាមែនបាទលោកម៉ែណាតហេតុអីបានជាបណ្ដឹងរបស់លោកហេងសុធីដែលគាត់រៀបរាប់អំពីលោកហ៊ុនតូលោកហ៊ុនម៉ាណែតលោកហ៊ុនសែនហ្នឹងអត់ដែលបានធ្វើការស៊ើបអង្កេតទេឥឡូវហ្នឹងលោកហ៊ុនតូក៏គេរកឃើញច្រើនទៅទៀតជាប់ពាក់ព័ន្ធនឹងការលាងលុយការបោកប្រាស់អនឡាញហេតុអីបានជាលោកហ៊ុនសែនកាងលោកហ៊ុនតូហ្នឹងកាងម្លេះបាទលោកម៉ែណាតសូមបញ្ជាក់ជូនលោកសាដាលោកហ៊ុនសែនមិនមែនកាងតែលោកហ៊ុនតូទេមនុស្សដទៃទៀតក៏កាងដែរអ្នកដែលចិត្តដិតជាមួយគាត់បាទហើយមនុស្សអស់ហ្នឹងសិតតែពាក់ព័ន្ធនឹងបទអក្រិតកម្មបាទរំលោភសិទ្ធិមនុស្សអក្រិតកម្មអនឡាញនិងការកាប់បំផ្លាញព្រៃឈើជាដើមហ្នឹងព្រោះរដ្ឋាភិបាលលោកហ៊ុនសែនហ្នឹងរស់រានមានជីវិតបានដោយការប្រើប្រាស់លុយខ្មៅយកទៅគម្រាមកំហែងឆ្លងដែនលោកសាដាដោយការប្រើប្រាស់ទំនាក់ទំនងប្រើប្រាស់បណ្ដាញអក្រិតកម្មនេះប្រើប្រាស់ពួកបណ្ដាញបងធំនេះដើម្បីនាំទៅដល់ការចរចាយកលោកហ៊ុនសំទោសយកលោកហេងសុធីទៅកាន់ប្រទេសកម្ពុជាវិញលោកហ៊ុនសែនក៏ត្រូវប្រើប្រាស់លុយក្រៅប្រព័ន្ធដែរប្រព័ន្ធច្បាប់ក្រៅផ្លូវការដែរគឺប្រើប្រាស់លុយងឹតទៅលើបណ្ដាញក្រុមអក្រិតជនមួយចំនួនដើម្បីទៅចរចាជាមួយនឹងពួករុស្ស៊ីណាទម្រាំបានទៅដល់អាជ្ញាធររុស្ស៊ីទម្រាំបានទៅដល់ដៃរដ្ឋាភិបាលរុស្ស៊ីហ្នឹងគឺលោកហ៊ុនសែនបានប្រើប្រាស់លុយនឹងមួយចំនួនណានេះតាមដំណឹងក្រៅផ្លូវការលោកសាដាណាបាទហើយរឿងដូចគ្នាហ្នឹងមិនមែនថាករណីលោកហេងសុធីទេដែលលោកហ៊ុនសែនប្រើប្រាស់លុយក្រៅផ្លូវការដើម្បីទិញទឹកចិត្តទៅដល់ពួក
ពួកមន្ត្រីពួកនៃជនចារកម្មមួយចំនួនឲ្យធ្វើការឲ្យលោកហ៊ុនសែនហ្នឹងគឺលុយអស់ហ្នឹងភាគច្រើនបានពីលុយក្រៅប្រព័ន្ធមានន័យថាក្រៅកញ្ចក់ថវិកាជាតិបាទអាលុយហ្នឹងជាលុយដែលបានពីបាត់ល្មើសអូក្រិតហើយលោកសាដាដឹងហើយខ្ញុំបញ្ជាក់ជូនហេតុអីបានជាលោកសាដាសួរថាលោកហ៊ុនតូហ្នឹងមានអំណាចអីក៏មានអំណាចម្លេះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតខំការពារម្លេះបាទទី1គឺគាត់ជាសាច់ញាតិគ្នាបាទប៉ុន្តែក្រៅវិស័យញាតិហ្នឹងក៏លោកហ៊ុនសែនការពារដែរខ្ញុំលើកឧទាហរណ៍ដូចជាលោកលីយ៉ុងផាត់លោកសាដាដឹងហើយលោកលីយ៉ុងផាត់ហ្នឹងសហរដ្ឋអាមេរិកមិនដាក់ទណ្ឌកម្មមិនអញ្ចឹងបង្កទ្រព្យសម្បត្តិលោកទ្រីភិបក៏សហរដ្ឋអាមេរិកបង្កទ្រព្យសម្បត្តិដែរពាក់ព័ន្ធនឹងបទអក្រិតកម្មព្រៃឈើបទអក្រិតកម្មផ្សេងហ្នឹងហើយសុំទោសមានអ្នកទេចូលទៀតហ៎បាទអត់អីខ្ញុំនៅលឺបាទសូមជួយបន្តបាទហើយលោកហ៊ីងប៊ុនហៀងអីក៏សហរដ្ឋអាមេរិកបង្កទ្រព្យសម្បត្តិដែរពាក់ព័ន្ធនឹងបទការនៃបំផ្លិចបំផ្លាញសិទ្ធិមនុស្សការគំរាមកំហែងដល់ប្រជាពលរដ្ឋស្លូតត្រង់ហ្នឹងបាទឃើញទេហើយលោកហ៊ុនតូសំទោសក្រុមហ៊ុនWho One Group របស់លោកហ៊ុនតូហ្នឹងក៏សហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីខ្មៅដែរថ្មីនេះទេឃើញទេអញ្ចឹងអ្នកទាំងអស់ដែលខ្ញុំលើកឡើងអំបញ្ញមិញត្រួសហ្នឹងសហរដ្ឋអាមេរិកបានបង្កទ្រព្យសម្បត្តិរួចហើយលោកហ៊ុនសែនថាសហរដ្ឋអាមេរិកហ្នឹងបង្ខូចគេកម្ពុជាណាសំអុយឈ្មោះមន្ត្រីរបស់ប្រទេសកម្ពុជាហ្នឹងថាលោកជាមន្ត្រីអាក្រក់អញ្ចឹងទៅបាទលោកម៉ែណាតពាក់ព័ន្ធនឹងក្រុមហ៊ុនហ៊ុយវ៉ាន់នេះលោកហេងសធីក៏បានធ្លាប់បានលើកដែរអំពីការជាប់ពាក់ព័ន្ធក្រុមហ៊ុនហ៊ុយវ៉ាន់ទៅនឹងលបែង scam លបែង online និងការលាងលុយកខ្វក់អីចឹងណារបស់លោកហ៊ុនតូហើយមានដូចថាមន្ត្រីរបស់លោកហ៊ុនតូដែលជាអ្នករៀបចំយុទ្ធសាស្ត្រឲ្យគាត់ហ្នឹងឈ្មោះយ៉ានអារ៉ុងហ្នឹងក៏ជាមនុស្សដែលសំខាន់របស់លោកហ៊ុនតូដែរលោកហេងសធីហ្នឹងគាត់ធ្លាប់អះអាងទៅសេគាត់ចេញ live លើ Facebook របស់គាត់ហ្នឹងគាត់ថាលោកហ៊ុនតូហ្នឹងជាមនុស្សអត់ចេះអសរអត់ចេះអីទេមិនដែលចូលរៀនជើងកាងបងធំតាំងពីតូចមកតាំងពីក្មេងមកចាប់កូនស្រីគេចាប់តារានេះចាប់តារានោះយកទៅរំលោភអីចឹងទៅប៉ុន្តែដូចថាមិនដែលមានការចាត់វិធានការមិនដែលមានការធ្វើដូចថាដាក់ទណ្ឌកម្មដាក់ទោសទណ្ឌអីទៅលើលោកហ៊ុនតូនឹងទេមួយទៀតគឺអ្វីដែលសំខាន់ទៅទៀតនោះគឺថាក្រុមហ៊ុនហ៊ុយវ៉ាន់និងក្រុមហ៊ុនផ្សេងទៀតដែលលោកហេងសធីបាននិយាយហ្នឹងសិតតែបានចុះផ្សាយសិតតែបានត្រូវការបានស្រាវជ្រាវដោយបណ្ដាញចារកម្មបណ្ដាញផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកថែមទៅទៀតហើយកន្លងមកក៏មានការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនហ៊ុយវ៉ាន់របស់លោកហ៊ុនតូហ្នឹងដូច្នេះនៅពេលដែលលោកហ៊ុនសែនចាប់លោកហេងសធីដោយសារលោកហេងសធីនិយាយប៉ះពាល់លោកហ៊ុនតូប៉ះពាល់ទៅនឹងក្រុមហ៊ុនរបស់លោកហ៊ុនតូទាំងប្រមាណមកនេះគឺវាស្របទៅនឹងអ្វីដែលសហរដ្ឋអាមេរិកធ្វើការដាក់ទណ្ឌកម្មទៅលើលោកហ៊ុនតូដែរមិនចឹងឯលោកម៉ែណាតបាទត្រូវបាទដូច្នេះបើសិនជាវាស្របទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិកតើបញ្ហានេះវាគួរតែមានការដោះស្រាយរបៀបម៉េចការតើលោកហេងសធីហ្នឹងគួរតែត្រូវបានលោកហ៊ុនសែនលើកលែងការចោទប្រកាន់ឬមួយត្រូវបន្តដាក់គុកគាត់អញ្ចឹងបាទដូចថាយើងមើលបើតាមច្បាប់របស់ប្រទេសរុស្ស៊ីនោះគឺការបញ្ជូនទៅវិញការធ្វើបច្ចាប័នអីហ្នឹងគឺមិនត្រូវបញ្ជូនទេបើសិនជាវាជាហេតុផលនយោបាយបាទព្រោះករណីនេះគឺវាពាក់ព័ន្ធនឹងហេតុផលនយោបាយដូច្នេះលោកការដែលបញ្ជូនលោកហេងសធីទៅដល់ប្រទេសកម្ពុជាវិញលោកហ៊ុនសែនក៏ចង់បញ្ជាក់ដែរថាការធ្វើដូច្នេះគឺជាការមួយដែលបំបាក់ទៅដល់អ្នកដទៃទៀតដែលហ៊ាននិយាយការពិតដែលហ៊ាននិយាយវាយប្រហារទៅលើគ្រួសាររបស់គាត់អញ្ចឹងអ្វីដែលការចាត់វិធានការទៅលោកហេងសធីនេះគឺជាព្រួយមួយបាញ់បានសัตว์មកកកោកបាទដើម្បីបំបាក់ក្រុមអុកញ៉ាក្រុមអ្នកមានណាខ្លះដែលមានបំណងចង់រត់គេចចេញពីប្រទេសកម្ពុជាលោកម៉ែណាតមានអ្វីចង់បកស្រាយបន្ថែមទៅលើចំណុចទាំងអស់នេះបាទខ្ញុំមានការសង្ស័យរឿងមួយលោកសាដាបាទលោកហ៊ុនសែនក៏តែងតែនិយាយថាគាត់មានកូនកំសត់គាត់មួយដែលស្លាប់
ហើយពេលម្ដងម្កាលគាត់សម្ដែងមនោសញ្ចេតនាយំសោកលើបណ្ដាញសង្គម Facebook កន្លងទៅណា បាទ ហើយបើនិយាយពីកូនគាត់ដូចជាហ៊ុនម៉ាណែតដូចជាលោកហ៊ុនម៉ាណីអីនេះឃើញពេលខ្លះលោកហ៊ុនសែនហាក់ដូចជាមានការលើកស្ដីបន្ទោសបន្តិចបន្តួចដែរនៅលើរឿងមួយចំនួនចំណែកឯលោកហ៊ុនតូធ្វើអាក្រក់មិនក៏ដោយមិនដែលឮលោកហ៊ុនសែននិយាយសំបីតែមួយម៉ាត់តាមពិតលោកហ៊ុនតូល្បីល្បាញយូរហើយតាំងពីជំនាន់យើងនៅរៀនម្លេះបាទថាប្រព្រឹត្តអំពើអាក្រក់ដើរចាប់កូនកំមុំគេអីចឹងទៅហើយក្រោយមកល្បីល្បាញខាងរស់ស៊ីជួញដូរគ្រឿងញៀនចឹងហើយមកដល់ឥឡូវហ្នឹងអាជួញដូរគ្រឿងញៀនក៏មិនឈប់តែបន្ថែមរបរមួយទៀតគឺជួញដូរប្រព្រឹត្តបទអក្រិតកម្មអនឡាញហើយរហូតដល់មានរបាយការណ៍ចុងក្រោយនេះប្រហែលថ្ងៃមុនHORC លោកសាស្ត្រា Humanity Research Consultancy បាទ ផ្សាយថាកម្ពុជាអា scam online ឬក៏ការឆបោក online ហ្នឹងមានទំហំទឹកប្រាក់ចន្លោះពី12លានសំទោស12,000 លានកន្លះរហូតដល់ 19,000 លានដុល្លារសហរដ្ឋអាមេរិកវាស្មើនឹងទំហំនៃសេដ្ឋកិច្ចកម្ពុជាទាំងមូលទៅហើយអញ្ចឹងណាបាទអាហ្នឹងគាត់បត់ល្មើសហើយមានទីតាំងនៅប្រទេសកម្ពុជាហើយមិនខុសទេក្រៅពីហ្នឹងមាន UN ODC ជាភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិថាកម្ពុជាជាមជ្ឈមណ្ឌលអនឡាញធំជាងគេនៅអាស៊ីអាគ្នេយ៍ហើយរាយសារពីកម្ពុជាទៅឡាវទៅថៃទៅហ្វីលីពីនទៅម៉ាឡេស៊ីអីជាដើមឡាក់ទៅភូមាអីហ្នឹងគឺចេញប្រភពពីកម្ពុជាអញ្ចឹងលោកសាស្ត្រាបាទហើយគេបានសរសេរច្បាស់លាស់ណាជាភាសាអង់គ្លេសហ្នឹងច្បាស់លាស់ថារដ្ឋាភិបាលកម្ពុជាគឺនៅខាងក្រោយខ្នងនៃបណ្ដាញអក្រិតកម្មទាំងអស់នោះទៀតអញ្ចឹងណាអញ្ចឹងអ្វីដែលលោកហេងសធីធ្លាប់បានលើកឡើងដោយលោកសាស្ត្រានៃបញ្ជាក់ជូនបាញ់មិញនេះគឺយើងយល់ថាលោកហេងសធីគាត់និយាយសមហេតុសមផលហើយវាគួរណាស់តែត្រូវបានលើកលែងការចោទប្រកាន់ដល់គាត់រួចធ្វើការស៊ើបអង្កេតដល់មនុស្សទាំងឡាយណាដែលពាក់ព័ន្ធនឹងបទអក្រិតទាំងឡាយទាំងនោះទាំងមន្ត្រីតូចទាំងពួកនៃរស់ស៊ីអនឡាញជាដើមណាអ្វីដែលខ្ញុំចង់និយាយបាញ់មិញនេះពាក់ព័ន្ធនឹងយើងសង្ស័យពីកូនកំសត់របស់លោកហ៊ុនសែនហ្នឹងយើងសង្ស័យថាលោកហេងសំទោសលោកហ៊ុនតូហ្នឹងគឺជាកូនលោកហ៊ុនសែនតែម្ដងហើយគាត់ឲ្យណែបងប្រុសគាត់លោកហ៊ុនណេងចិញ្ចឹមធ្វើជាកូនទៅដើម្បីហើយមិនមែនម្ដាយខ្ញុំតាមយើងសង្ស័យមិនមែនម្ដាយនៃអ្នកស្រីប៊ុនរនីហ៊ុនសែនហ្នឹងសពថ្ងៃហ្នឹងទេម្ដាយរបស់លោកហ៊ុនតូណាអ្នកផ្សេងទៀតអញ្ចឹងហើយបានជាលោកហ៊ុនសែនហ្នឹងអត់មានមធ្យោបាយអីគាត់ខំការពារលោកហ៊ុនតូហ្នឹងអានេះមិនមែនជារឿងដែលយើងចោទទេគ្រាន់តែយើងដាក់ការសង្ស័យហើយវាមានព័ត៌មានខ្លះក៏គេធ្លាប់បាននិយាយដែរគ្រាន់តែយើងសង្ស័យទេបាទយ៉ាងពិតយ៉ាងណាយ៉ាងណីយើងមិនដឹងទេប៉ុន្តែការសង្ស័យហ្នឹងដោយហេតុថាលោកហ៊ុនតូហ្នឹងត្រូវបានលោកហ៊ុនសែនហ្នឹងផ្ដល់សេចក្តីអនុគ្រោះគ្រប់បែបយ៉ាងទាំងអស់តាំងពីក្មេងរហូតដល់បច្ចុប្បន្នហ្នឹងបដ ாய் ឲ្យរស់ស៊ីប្រព្រឹត្តបទអក្រិតគ្រប់បែបយ៉ាងទាំងអស់មកដល់បច្ចុប្បន្នហ្នឹងហើយគ្មាននរណាម្នាក់ក្នុងក្រុមគ្រួសារតកូលហ៊ុនហ្នឹងមានប្រតិកម្មឬក៏មានមតិយោបល់ឬចំពោះលោកហ៊ុនតូទេអញ្ចឹងណាបាទលោកម៉ែណាតលោកដឹងស្រាប់ហើយថាយើងទទួលបានព័ត៌មានថាមេធាវីរបស់លោកហេងសធីហ្នឹងកំពុងតែដាក់បណ្ដឹងប្រឆាំងទៅនឹងការបញ្ជូនខ្លួនលោកហេងសធីពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសកម្ពុជាវិញដែលពួកមេធាវីទាំងអស់ហ្នឹងចាត់ទុកថាការបញ្ជូននេះគឺធ្វើឡើងដោយខុសច្បាប់រួមទាំងមេធាវីអន្តរជាតិដែលធ្វើកិច្ចការខាងផ្នែកប៉ូលីសអន្តោប្រវេសន៍ហ្នឹងប៉ូលីសអន្តរជាតិហ្នឹង Interpol ហ្នឹងក៏បានលើកឡើងដែរបាននិយាយថាការបញ្ជូនលោកហេងសធីនេះគឺធ្វើឡើងខុសនីតិវិធីហើយនឹងខុសច្បាប់ប៉ូលីសអន្តរជាតិទៅទៀតបាទព្រោះថាកិច្ចការទាំងអស់នេះក្រមមេធាវីនឹងចាត់ទុកថាវាជាកិច្ចការនយោបាយអញ្ចឹងពាក់ព័ន្ធនឹងបញ្ហានយោបាយគឺ Interpol គេមិនអាចធ្វើការបញ្ជូនស្រេចតែតម្លើងចិត្តអញ្ចឹងទេបើតាមប្រភពព័ត៌មានខ្លះបានដឹងថា
ការបញ្ជូននេះគឺដោយសារតែមានការជាប់ពាក់ព័ន្ធទៅនឹងបញ្ហាពុករលួយច្រើនណាស់រវាងមន្ត្រីយុទ្ធធររបស់ប្រទេសកម្ពុជារួមនឹងមន្ត្រីយុទ្ធធររបស់ប្រទេសរុស្ស៊ីដែលបានស៊ីសំណូកសុកប៉ាន់ចែកលុយគ្នាអីចឹងទៅដើម្បីធ្វើយ៉ាងណាបញ្ជូនលោកហេងសធីឲ្យបានមកដល់ដៃប្រទេសកម្ពុជាលោកម៉ែណាតើបើសិនជាបញ្ហានេះវាដូចជាការលើកឡើងនឹងព័ត៌មាននេះវិញថាតើលោកមានការបកយល់ឃើញបែបណាបាទខ្ញុំយល់ថាក្រមមេធាវីអន្តរជាតិហ្នឹងគាត់យល់ត្រូវហើយខាងប៉ូលីសអង្គាប៉ូលហ្នឹងក៏យល់ត្រូវដែរបើតាមផ្លូវច្បាប់ហ្នឹងលោកហេងសធីមិនត្រូវបានបញ្ជូនទៅប្រទេសកម្ពុជាដោយសពថ្ងៃហ្នឹងទេអញ្ចឹងណាបាទការយល់ត្រូវរបស់ពួកគាត់ហ្នឹងវាពាក់ព័ន្ធដោយលោកសាដាលើកអញ្ចឹងមានការស៊ីសំណូកសុកប៉ាន់ហើយដែលខ្ញុំបញ្ជាក់ជូនមិញវិញមានន័យថាលោកហ៊ុនសែនប្រើលុយខ្មៅទៅជួលមនុស្សជួលក្រុមស្ទុនមែនលោកសាដាពួកបាទអង់គ្លេសខ្មែរថាម៉េចពួកអ្នកជំនាញពួកអ្នកបកែខាងហ្នឹងឲ្យធ្វើកិច្ចការហ្នឹងហើយសូកប៉ាន់អាញាធររុស្ស៊ីចាប់ជំរុតលោកហេងសធីមកឲ្យមកកាន់ប្រទេសកម្ពុជាអញ្ចឹងណាបាទវាជាការចាប់ជំរុតបើធ្វើតាមផ្លូវច្បាប់ហ្នឹងវាពិបាកយកឲ្យលោកហេងសធីទី1ប្រឈមនឹងបច្ចុប្បន្នបាទប្រឈមបច្ចុប្បន្នវាត្រូវមានការតវ៉ាជាមួយនឹងអ្នកច្បាប់ហើយតាមច្បាប់បច្ចុប្បន្នហ្នឹងលោកហេងសធីគាត់គ្មានទោសកំហុសអីដោយការចោទប្រកាន់របស់រដ្ឋថៃបាលកម្ពុជាអញ្ចឹងលោកហេងសធីមិនត្រូវបានបញ្ជូនចេញពីប្រទេសរុស្ស៊ីទេអានោះចំណុចទី1ចំណុចទី2បើតាមគោលការណ៍របស់ប៉ូលីសអន្តរជាតិអ៊ីនតឺប៉ូលលោកហេងសធីក៏មិនត្រូវបានរឹតតែមិនត្រូវបានបញ្ជូនមកកម្ពុជាដោយតក់ហល់អញ្ចឹងដែរត្រូវតែពិនិត្យមើលសំណុំរឿងពិនិត្យមើលឯកសារដែលពាក់ព័ន្ធថាតើការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជាត្រឹមត្រូវហើយគួរបញ្ជូនឬមិនបញ្ជូនហើយអង្គាប៉ូលខ្ញុំគិតថាគេធ្វើការងារទៅលើយុត្តិធម៌បាទករណីយុត្តិធម៌បើមិនយុត្តិធម៌គឺគេមិនបញ្ជូនទេប៉ុន្តែករណីនេះគឺជាការប្លន់ដោយលោកសាដាលើកខាងដើមនេះគឺជាការប្លន់គឺជាការចាប់ជំរុតមនុស្សចេញពីប្រទេសរុស្ស៊ីមកផ្ដន់ទោសនៅកម្ពុជាហើយអ្វីដែលលោកហ៊ុនសែនធ្វើអញ្ចឹងបាទលោកម៉ែណាត្រូវដឹងថាយន្តហោះដែលដឹកលោកហេងសធីហ្នឹងសិតតែយន្តហោះដែលជួលដោយយន្តហោះរបស់ប្រទេសកម្ពុជាទៅទេបាទហើយយន្តហោះហ្នឹងសិតដាក់សិតអក្សរចិនទៅទៀតបាទជាការពិតហើយលោកសាដារឿងហ្នឹងវាចឹងហើយរឿងហ្នឹងចឹងហើយគេប្រើបណ្ដាញគ្នាគេនឹងបណ្ដាញអក្រិតជននៅប្រទេសកម្ពុជាហ្នឹងមានជនជាតិចិនមានជនជាតិខ្មែររួមទាំងមានលោកហ៊ុនតូដែរហ្នឹងត្រូវតែធ្វើយ៉ាងណាយកហេងសធីហ្នឹងមកប្រទេសកម្ពុជាបានឲ្យបានព្រោះលោកហ៊ុនសែនមិនមែនជាមេយើងនិយាយអស់ទៅលោកហ៊ុនសែនមិនមែនជាមេដឹកនាំប្រទេសកម្ពុជាត្រឹមត្រូវទេលោកហ៊ុនសែនគឺជាបងធំនៅប្រទេសកម្ពុជាហ្នឹងមិនមែនជាប្រទេសមេដឹកនាំគណៈបកកណ្ដាលអំណាចត្រឹមត្រូវមិនមែនជាមេដឹកនាំប្រទេសកម្ពុជាដោយត្រឹមត្រូវទេប៉ុន្តែលោកហ៊ុនសែនមានលក្ខណៈជាបងធំច្រើនជាងហើយបងធំដែលយើងនិយាយថា gangster លោកសាដាគឺថាគាត់មានលក្ខណៈអញ្ចឹងហើយគាត់មិនខ្វល់ថាតើលោកហេងសធីនឹងត្រូវច្បាប់ខុសច្បាប់អីទេធ្វើមិនក៏ដោយត្រូវតែយកមកឲ្យបានព្រោះអាហ្នឹងសារហ្នឹងលោកហ៊ុនសែនធ្លាប់គម្រាមសកម្មជនខ្មែរនៅប្រទេសថៃហើយបែកធ្លាយកន្លងទៅម្ដងហើយងើបមួយវៃមួយហើយអ្នកណាប្រឆាំងគាត់ត្រូវតែចាប់យកមកវិញឲ្យបានទោះងាប់ក៏ដោយរស់ក៏ដោយអាហ្នឹងគាត់ធ្លាប់បាននិយាយហើយអាហ្នឹងជាទស្សនៈបងធំហើយលោកហ៊ុនសែនអនុវត្តគោលការណ៍បងធំដើម្បីយកមនុស្សពីប្រទេសរុស្ស៊ីមកប្រទេសកម្ពុជាហ្នឹងឃើញទេហើយខ្ញុំគិតថារឿងនេះចំណាយលុយច្រើនណាស់បាទហើយលុយហ្នឹងមិនមែនកញ្ចប់ថវិកាជាតិយកទៅចំណាយទេលុយមួយចំណែកហ្នឹងគឺជាកញ្ចប់ថវិកាខ្មៅដែលបានលុយពីការប្រព្រឹត្តអំពើទុច្ចរិតហ្នឹងការឆបោកអនឡាញឬក៏ការបំផ្លិចបំផ្លាញជាតិផ្សេងៗទៀតយកលុយទាំងអស់ហ្នឹងក៏ប្រើប្រាស់ក្នុងការទៅយកមនុស្សពីប្រទេសរុស្ស៊ីមកដាក់គុកនៅប្រទេសកម្ពុជាហើយអ្វីដែលលោកហ៊ុនសែនចង់បានហ្នឹងគាត់ចង់ប្រាប់ពលរដ្ឋខ្មែរថាកុំខ្លាំងជាមួយគាត់អ្នកឯងទៅដល់កំហែងមេឃណាគាត់តាមយកមកវិញដល់បានបើប្រឆាំងនឹងគាត់
បំណងរបស់គាត់ចង់ប្រាប់គេប៉ុណ្ណឹងគាត់ចង់បញ្ជាក់ថាគាត់ខែងរែងខ្លាំងណាស់គាត់មិនខ្វល់ថាស្អីទៅជាច្បាប់ទេបាទលោកម៉ាណាត់តើករណីលោកហេងសទ្ធីនេះវានឹងជាមេរៀនរបៀបម៉េចសម្រាប់ដូចថាអុកញ៉ាផ្សេងឬក៏អ្នកខ្លាំងផ្សេងនៅក្នុងប្រទេសកម្ពុជាដែលមានបំណងចង់ប្រឆាំងនឹងតកូលហ៊ុនទៅថ្ងៃមុខនោះបាទលោកម៉ាណាត់ខ្ញុំមើលទៅករណីលោកហេងសទ្ធីគាត់មិនមានបំណងប្រឆាំងអីលោកហ៊ុនសែនទេក៏គ្មានបំណងប្រឆាំងអីលោកហ៊ុនម៉ាណែតដែរឬហើយក៏មិនមានបំណងប្រឆាំងអីលោកហ៊ុនតូដែរគាត់សុំមករស់ទេលោកសាដាតែរឿងដែលគាត់ធ្លាប់និយាយហ្នឹងគឺគាត់អយុត្តិធម៌គេរឹបអូសដីធ្លីរបស់គាត់ទ្រព្យសម្បត្តិរបស់គាត់អញ្ចឹងគាត់គ្រាន់តែចង់បានយុត្តិធម៌ពីសង្គមមួយហ្នឹងតែប៉ុណ្្នឹងបាទហើយម្យ៉ាងទៀតឧទាហរណ៍លោកហេងសទ្ធីហ្នឹងវាជាឧទាហរណ៍មួយសម្រាប់ដល់ពួកអ្នកមានអំណាចក្តីពួកអ្នកមានទ្រព្យក្តីនៅប្រទេសកម្ពុជាហ្នឹងបាទត្រូវតែរណបគ្រួសារហ៊ុនបើមិនរណបគ្រួសារហ៊ុនទេអាចនឹងមានវាសនាដោយហេងសទ្ធីលោកនឹងស្រាប់ហើយដូចអុកញ៉ាស៊ីកុងទ្រីវអុកញ៉ាខុនស៊ីទាំងអស់អុកញ៉ាទាំងអស់ហ្នឹងសុទ្ធតែដូចថាអ្នកពេលខ្លះយល់គេថាទឹកភ្នែកជូតក្បាលជង្គង់ដូចគ្នាដូចលោកហេងសទ្ធីអញ្ចឹងគឺថាដូចដីដែលពួកគាត់ទិញអញ្ចឹងណាដីឧទាហរណ៍ថាឥឡូវគាត់ទិញដីក្នុង1ម៉ែត្រការ៉េ$50គាត់ទិញប្រហែល20ឆ្នាំមុនដីហ្នឹងឥឡូវឡើងដល់1ម៉ែត្រការ៉េឧទាហរណ៍ថា$500ឬក៏$1000ចុះសម័យបច្ចុប្បន្នអញ្ចឹងនៅពេលដែលកូនស្រីរបស់លោកហ៊ុនសែនអ្នកស្រីហ៊ុនម៉ាណានោះចង់បានគាត់ទៅសុំទិញពីអុកញ៉ាទាំងអស់ហ្នឹងហើយដឹងគាត់សុំទិញថាម៉េចទេគាត់សុំទិញមុនដំបូងគាត់សុំទិញអត់បានទេដោយអុកញ៉ាទាំងអស់ហ្នឹងអត់លក់ព្រោះលក់មិនលក់យ៉ាងម៉េចព្រោះដីថ្លៃហើយឲ្យតម្លៃថោកដូច្នេះគាត់ត្រូវពឹងម្ដាយរបស់គាត់គឺអ្នកស្រីប៊ុនរ៉ានីនោះឲ្យទៅសុំទិញពីអុកញ៉ាទាំងអស់ហ្នឹងដោយនិយាយថាសុំលោកអុកញ៉ាលក់ទៅដីហ្នឹងពីទិញសុំទិញតម្លៃដើមទៅបាទសុំទិញតម្លៃដើមអញ្ចឹងទិញតម្លៃដើមបានថាទិញ1ការ៉េ$50ដល់ឥឡូវ1ការ៉េ$1000ហើយសុំទិញឲ្យគ្នាតម្លៃដើមមិនកើតមិនអញ្ចឹងវាអត់សមស្របទៅតាមតម្លៃទីផ្សារអញ្ចឹងធ្វើអុកញ៉ាដូចស៊ីកុងទ្រីវដោយអុកញ៉ាខុនស៊ីអីហ្នឹងបាត់កោះបាត់អីកោះនារាកោះអីដីនៅកោះនារាខ្លះហ្នឹងក៏បាត់ដែរដីរបស់អុកញ៉ាស៊ីកុងទ្រីវដូចនៅម្ដុំឃ្លាំងផ្សេងអីហ្នឹងគឺថាបាត់ទាំងមូលតែម្ដងដោយឲ្យគេទៅទេអញ្ចឹងលោកម៉ែណាដូចថាកាលណាលក់តម្លៃដើមដូចឲ្យទៅទេអញ្ចឹងឧទាហរណ៍ធ្លាប់ទិញដីហ្នឹងតែ$200,000ដីប៉ុណ្ណានេះ$200,000ដីឥឡូវឡើងរាប់លានបាទឡើងដល់ទៅ100លានអីអញ្ចឹងហើយឲ្យគាត់$200,000មិនស័ក្តិសមទៅនឹងតម្លៃទីផ្សារបច្ចុប្បន្នបាទគេឲ្យបន្តិចបន្តួចហ្នឹងអរគុណគេទៅសពថ្ងៃហ្នឹងរាល់សពថ្ងៃនៅប្រទេសកម្ពុជាហ្នឹងគឺអ្នកស្រីហ៊ុនម៉ាណាហ្នឹងគាត់ចង្អុលកន្លែងណាគឺបានកន្លែងហ្នឹងគ្មានណាមានសិទ្ធិប្រឆាំងទេមិនមែនអ្នកស្រីហ៊ុនម៉ាណាហ្នឹងគាត់ខ្លាំងទេតែគាត់អាងឪពុកគាត់ជាមេដឹកនាំបកកណ្ដាលហ្នឹងជាអ្នកសម្រេចបាទអាងម្ដាយគាត់ជាបិតានៃស្អីស្ត្រីទី1ស្ត្រីទី2នៃប្រទេសកម្ពុជាហ្នឹងធ្វើការសម្រេចជំនួសហើយតអ្នកទាំងពីរហ្នឹងចង្អុលបង្ហាញហើយអ្នកដតីទៀតត្រង់ជើងទៅដោយកន្លងទៅករណីយើងធ្លាប់មានប្រហែលឆ្នាំមុននៃករណីលោកគិតមេងដែលចិត្តដិតបំផុតនឹងគ្រួសារហ៊ុនឃើញទេគ្រាន់តែរឿងអ្នកវិធីកទូរទស្សន៍មួយនៅ CNC ហ្នឹងលោកហ៊ុនសែនព្រមានដែរឃើញព្រមានដល់លោកគិតមេងទៀតហើយលោកគិតមេងហ៊ានក្អកមិនបាទឥឡូវនេះលោកម៉ែណាដីនៅពុយតុងហ្នឹងក៏នឹងត្រូវបាត់ដែរលោកហ៊ុនម៉ាណែតថាអូគ្មានដីនេះគ្មានលក់តាណាទេគឺទុកជាសម្បត្តិរដ្ឋអ្នកណាជឿលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនចុះចំណែកកោះចំណែកបឹងតមោកបឹងមួយចំនួនទៀតព្រៃឈើដែលលោកហ៊ុនសែនសន្យាបើកាប់ព្រៃឈើមួយដើមគឺថាគាត់សុំបិទរោងចក្រឲ្យបើមានករណីកើតឡើងគាត់កាត់កកគាត់ក្បត់ចោលគឺមិនឲ្យមានការកាប់ព្រៃឈើទេបាទដូច្នេះលោកហ៊ុនសែនបានរហូតតាំងពីការដឹកនាំរបស់គាត់រហូតមកទល់ពេលនេះឥឡូវនេះលោកហ៊ុនម៉ាណែតចាប់ផ្ដើមរៀនពីលោកហ៊ុនសែនថែមទៅទៀតហើយដែលលោកដឹងហើយថាពលានយន្តហោះនេះទៅថ្ងៃមុខ
មានពាក្យចចាមអារាមមានព័ត៌មានរសើបខ្លះបានទម្លាយថាពុជតុងហ្នឹងទីទៀតគឺស្ថិតនៅក្នុងក្រុមហ៊ុន Okide បាទជាក្រុមហ៊ុនរបស់អ្នកស្រីហ៊ុនម៉ាណាដូច្នេះហ៊ុនម៉ាណានឹងយកពុជតុងនឹងបានតទៅទៀតហើយចំណុចនេះបើសិនជាពាក្យចចាមអារាមនេះវានឹងឬក៏ព័ត៌មានក្រៅផ្លូវការនេះវានឹងខ្លាយទៅជាការពិតវិញតើលោកយល់បែបណាលោកម៉ែណាតលោកសាដាចំណុចហ្នឹងអ្វីដែលលោកសាដាលើកបាញ់មិញហ្នឹងត្រៀមទៅដឹកខាំដេលីត្រៀមឆ្លើយតបទៅបន្តិចហ្នឹងរដ្ឋាភិបាលហ្នឹងគេប្រើបណ្ដាញអ្នកសារព័ត៌មានគេមានក្រសួងព័ត៌មានអីជាដើមឡាក់ហ្នឹងគេនឹងថាលោកសាដាហ្នឹងបំផ្លាស់ទៀតហើយអញ្ចឹងណាបាទហើយទោះបីរឿងហ្នឹងវារឿងពិតថាគេវាត្រូវតែប្លន់យកដីទ្រព្យសម្បត្តិជាតិហ្នឹងក៏ដោយប៉ុន្តែគេមិនដែលថាគេប្លន់ទេថាគេបានមកដោយរលូនណាបើយកដីប្រជាពលរដ្ឋថាប្រជាពលរដ្ឋហ្នឹងស្ម័គ្រចិត្តបកគោលដីអូខេអញ្ចឹងទៅបាទហើយបើដីហ្នឹងជាដីបឹងដូចជាបឹងតមោកអីចឹងគេកាត់ជ្រៀលទៅណាសាច់ចិត្តគេអញ្ចឹងគេថាអាហ្នឹងរដ្ឋាភិបាលត្រូវការចាំបាច់អភិវឌ្ឍអីចឹងទៅបាទភ្នំកន្លែងណាកោះកន្លែងណាយើងឃើញផលប៉ះពាល់ច្រើនណាស់ដូចជាបច្ចុប្បន្នហ្នឹងសូម្បីតែអុកញ៉ាមួយឈ្មោះពងខៀវសែក៏ត្រូវតែឈ្មោះឲ្យអ្នកស្រីហ៊ុនម៉ាណារ៉ូស៊ីដែរចែកផលប្រយោជន៍គ្នាអុកញ៉ាខុនសៀដែលលោកសាដាលើកបាញ់មិញហ្នឹងក៏ត្រូវតែចែកចំណែកជាមួយអ្នកស្រីហ៊ុនម៉ាណាដែរយើងនិយាយទៅមិនមែនតែអ្នកស្រីហ៊ុនម៉ាណាយើងថាចែកចំណែកជាមួយគ្រួសារហ៊ុននិយាយឲ្យចំបាទអុកញ៉ាគង់ទ្រីវអីហ្នឹងដូចតែគ្នាហ្នឹងអ្នកទាំងអស់ហ្នឹងបើសិនជាយើងស្គាល់គាត់ហ្នឹងគាត់ដូចរអ៊ូដូចគោច្រាំងតិចអញ្ចឹងលោកសាដាបាទគឺរអ៊ូអំពីទ្រព្យសម្បត្តិហ្នឹងត្រូវបានគេបំពេញហើយអ្នកដែលបំពេញគាត់មិនមែនទូជាងគាត់ណាឋានៈជានាយករដ្ឋមន្ត្រីឋានៈជាមេបកកណ្ដាលអំណាចអញ្ចឹងអាហ្នឹងប្លន់ទ្រព្យសម្បត្តិអ្នកអស់ហ្នឹងទាំងស្រស់ទៅមកបាទហើយអ្នកអស់ហ្នឹងក៏ចង់ផ្លាស់ប្ដូរសង្គមបច្ចុប្បន្នហ្នឹងចោលដែរចង់ឲ្យមានមេដឹកនាំល្អជាងសពថ្ងៃហ្នឹងដែរប៉ុន្តែវាដោយសារស្ថានភាពបច្ចុប្បន្នធ្វើអត់កើតអញ្ចឹងណាបាទហើយអាហ្នឹងករណីអ្នករស់ស៊ីចុះករណីអ្នកមានអំណាចដូចគ្នាដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីដទៃទៀតដែលមិនមែនក្រុមគ្រួសារហ៊ុនហ្នឹងក៏រួមគ្រោះដែរណាគេចែកអំណាចឲ្យប្រមាណយកប៉ុណ្ណឹងទៅហើយតវ៉ាច្រើនពេកគេដកចេញគេដាក់គ្នាគេចូលក៏មិនដឹងធ្វើអីគេដែរអញ្ចឹងណាព្រោះអាហ្នឹងគឺជាសេចក្តីសម្រេចរបស់លោកហ៊ុនសែនគ្មាននរណាធំជាងលោកហ៊ុនសែនទេបច្ចុប្បន្នហ្នឹងគាត់ចង់ធ្វើព្យុះធ្វើភ្លៀងនៅប្រទេសកម្ពុជាមិនស្អីទៅគាត់អញ្ចឹងណាអញ្ចឹងបានថារឿងអយុត្តិធម៌នេះមិនមែនតែករណីលោកហេងសុធីរឿងអយុត្តិធម៌ទេកន្លងទៅលោកសាដាឃើញហើយដូចជាអតីតអុកញ៉ាលីសមេតណាលោកលីសមេតហ្នឹងកន្លងទៅជាអ្នកដែលរលុយទៅគូសលុយពីពួកមន្ត្រីពួកអ្នករ៉ូស៊ីឲ្យលោកហ៊ុនសែនណាជាការដោះដូរនឹងការសោកប៉ាន់លក់តំណែងអីបាទករណីលោកអីស្អីនៅក្រសួងយុទ្ធភ័ពរដ្ឋលេខាធិការក្រសួងយុទ្ធភ័ពឲ្យលោកដួងតារាអីនេះឃើញទេពួកអស់ហ្នឹងសិតតែអ្នកដែលគ្រប់គ្រងលោកហ៊ុនសែនតែលោកហ៊ុនសែនរាយយេចោលណារាយយេចោលហើយឥឡូវមកដល់លោកហេងសុធីទៀតអញ្ចឹងសារហ្នឹងបញ្ជាក់ជូនប្រាប់អ្នកស្ដាប់ឲ្យបានជ្រាបថាលោកហ៊ុនសែនក្រៅពីគ្រួសារគាត់គឺមិនទុកនរណាក្នុងភ្នែកទាំងអស់បាទបើគ្រួសារគាត់គឺគាត់ត្រូវតែថែរក្សាតែក្រៅពីគ្រួសារគាត់អត់មានទុកក្នុងភ្នែកទេតែប៉ះពាល់ផលប្រយោជន៍គាត់គឺគាត់ត្រូវតែបញ្ចប់អ្នកនោះហើយដោយករណីលោកហេងសុធីលោកលីសមេតលោកដួងតារានិងអ្នកផ្សេងអីមួយចំនួនទៀតបាទលោកម៉ែណាតសំណួរចុងក្រោយរបស់ខ្ញុំបាទដោយសារពេលវេលារបស់យើងដល់ទីបញ្ចប់ទៅហើយនៅថ្ងៃនេះលោកហ៊ុនសែនសរសេរនៅលើទំព័រ Facebook របស់គាត់ថាមានប្រជាជនអ៊ីស្រាអែលនិងរុស្ស៊ីដែលប្រទេសរបស់ខ្លួនកំពុងមានសង្គ្រាមនិងជនជាតិឥណ្ឌូនេស៊ីបានឃើញវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំក្នុងក្រុងហ្សាកាតាកាលពីពេលថ្មីៗនេះក៏លើកឡើងព្រមគ្នាថាហេតុអ្វីពិភពលោកមិនយកគំរូតាមលោកហ៊ុនសែនដែលជាអ្នកបង្កើតសន្តិភាពនៅកម្ពុជាលោកម៉ែណាតយល់ឃើញបែបណាចំពោះការលើកឡើងរបស់លោកហ៊ុនសែនដែលនិយាយថាប្រទេសទាំងអស់នោះមិនព្រមយកគំរូតាមគាត់ជាអ្នកបង្កើតសន្តិភាពឲ្យប្រទេសកម្ពុជារហូតមកទល់ពេលនេះដែលមជ្ឈដ្ឋានអន្តរជាតិមើលឃើញហើយប្រទេសកម្ពុជាមកទល់នឹងពេលនេះគឺអត់មានសង្គ្រាមអីកាប់សម្លាប់ដោយរបបវិលពិឃាតអីណានោះទៀតទេបាទលោកយល់ឃើញបែបណាបាទ
ខ្ញុំសួរលោកសាដាហើយនឹងបងប្អូនអ្នកស្ដាប់សួរថាកូរ៉េខាងជើងមានសង្គ្រាមហ៎លោកសាដាជួយឆ្លើយមើលកូរ៉េខាងជើងសប្តាហ៍ថ្ងៃមានសង្គ្រាមហ៎ អត់មានទេបាទ អត់ទេគ្មានទេកូរ៉េខាងជើងដូចកម្ពុជាអញ្ចឹងគឺស្ងប់ស្ងាត់ស្រួលបួលអ្នកណាចង់និយាយស្ដីមិនស្រួលនឹងចាប់ដាក់គុកដូចគ្នាឃើញទេអញ្ចឹងបើលោកហ៊ុនសែនចង់ប្រៀបធៀបថាកម្ពុជាមានសង្គ្រាមគឺអត់សង្គ្រាមមានសន្តិភាពយើងអាចនិយាយថាកម្ពុជាមានសន្តិភាពដូចកូរ៉េខាងជើងបើអត់មានសង្គ្រាមដូចកូរ៉េខាងជើងយើងនិយាយចឹងទៅ បាទ ប្រជាពលរដ្ឋខ្មែរស្ដាប់បានហើយកូរ៉េខាងជើងជាប្រទេសមិនបដោយឲ្យប្រជាជនក្រីក្ររហេមរហាមកូរ៉េខាងជើងហ៊ុំត្រូវបានអន្តរជាតិហ៊ុំព័ទ្ធសេដ្ឋកិច្ចសពថ្ងៃហ្នឹងហើយកម្ពុជាសពថ្ងៃហ្នឹងនេះកំពុងធ្លាក់ចូលដំណើរមួយគឺកម្ពុជាហ៊ុំព័ទ្ធសេដ្ឋកិច្ចខ្លួនឯងហេតុអីបានជាកម្ពុជាហ៊ុំព័ទ្ធសេដ្ឋកិច្ចខ្លួនឯងដោយសារអន្តរជាតិអ្នកទេសចរអន្តរជាតិអ្នករុស្ស៊ីវិនិយោគទុនអន្តរជាតិគេឈប់ហ៊ានមករស់ស៊ីស្រុកខ្មែរដោយសារអីប្រព័ន្ធច្បាប់ពុករលួយអសន្តិសុខសង្គមរបបនយោបាយផ្ដាច់ការយងខ្នងដោយកូរ៉េស្រៀងកូរ៉េខាងជើងឃើញទេអញ្ចឹងកម្ពុជាកំពុងតែធ្វើដំណើរអញ្ចឹងហើយដល់ពេលអ្វីដែលស្រៀងគ្នាកម្ពុជាដែលកំពុងស្រៀងកូរ៉េខាងជើងប្រព័ន្ធឆបោកអនឡាញកូរ៉េខាងជើងក៏ល្បីដែរអាហ្នឹងគ្រួសារនិយមដូចគ្នាស្រៀងគ្នាគឺកូរ៉េខាងជើងគ្រួសារនិយមហើយលោកហ៊ុនសែនក៏តែងតាំងកូនចៅជាអ្នកដឹកនាំបន្តវេនអញ្ចឹងទៅអីទៀតការគម្រាមកំហែងឆ្លងដែនគឺតើគម្រាមកំហែងមកខ្មែរនៅគ្រប់ទីគ្រប់កន្លែងលើពិភពលោកគឺហ៊ុនសែនតាមគម្រាមអស់រួមទាំងលោកហេងសទ្ធីតាមចាប់គ្នាមកដល់រុស្ស៊ីហើយតាមចាប់គ្នាត្រឡប់ទៅដាក់គុកស្រុកខ្មែរវិញជាដើមឃើញទេអាហ្នឹងមានលក្ខណៈស្រៀងហើយលោកហ៊ុនសែនទៅអួតថាជាប្រទេសសន្តិភាពឲ្យនរណាគេជឿគាត់ចេះតែអួតប្រទេសផ្ដាស់ទៅហើយគាត់និយាយមិនចេះខ្មាស់គេបាទដូចគេផឹកទឹកត្រឡោកលោកសាដាគិតថាគេនឹងផឹកទឹកត្រឡោកហើយគាត់ផឹកទឹកផ្តិលខាត់អីចឹងទៅប៉ុន្តែស្ដាប់មើលទៅលោកហ៊ុនសែនកំពុងតែអង្គុយលើចង្អេរលើខ្លួនឯងហើយទាំងកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតហើយបច្ចុប្បន្នហ្នឹងបាទខណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែដំឡើងពន្ធគយកម្ពុជាផងហើយកម្ពុជានឹងទទួលរងគ្រោះនៅវិបត្តិច្រើនទៀតបញ្ហាសង្គមអីឆ្កាស់អញ្ចឹងលោកសារាបាទដូច្នេះលោកហ៊ុនសែនឈប់ល្មមឈប់ប្រើពាក្យអស់ហ្នឹងទៅហើយបើគិតថាគាត់អាចភ្ញាក់រលឹកស្ដារស្ថានភាពសិទ្ធិមនុស្សឡើងវិញអានេះជាការល្អបាទហើយស្ដារស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងឡើងវិញតាមរយៈការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យនឹងទៅឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ហ្នឹងឲ្យមានសេរីភាពឡើងវិញបើកលំហសេរីភាពនយោបាយឡើងវិញទៅអាហ្នឹងបានអាចកម្ពុជារួចផុតអំពីហានិភ័យច្រើននៅលើនៅថ្ងៃមុខលោកសារាបាទអរគុណច្រើនលោកម៉ែនណាតដែលបានចំណាយពេលជាមួយនឹងសារព័ត៌មាន The Cambodia Daily នៅក្នុងរាត្រីនេះបាទយើងសង្ឃឹមថាជួបគ្នានៅក្នុងប្រធានបទផ្សេងៗនៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលាបាទអរគុណច្រើនជម្រាបលា